សម្ដេចប្រធានរដ្ឋសភាកម្ពុជានិងឯកឧត្តមប្រធានប្រសិទ្ធភាពប៉ាគីស្ថានបដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមស៊ីយ៉េតយ៉ូសាហ្វរ៉ាហ្សាហ្គីឡានីប្រធានប្រសិទ្ធភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានបានបដិញ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធឡើងស្របតាមចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានឈរយ៉ាងរឹងមាំស្មោះត្រង់ជឿទុកចិត្តគ្នានៅក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទាំងសងខាងសម្ដេចរដ្ឋសភាធិបតីខុនសូដារីបានជួបពិភាក្សាការងារជាមួយឯកឧត្តមស៊ីយ៉េតយ៉ូសាហ្វរ៉ាហ្សាហ្គីឡានីនាព្រឹកថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នៅវិមានរដ្ឋសភានៅក្នុងពេលឯកឧត្តមប្រធានប្រសិទ្ធភាពបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធភាពសម្ដេចរដ្ឋសភាធិបតីខុនសូដារីបានសម្ដែងនៅការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានប្រសិទ្ធភាពនិងបានចាត់ទុកវត្តមានឯកឧត្តមនៅកម្ពុជាជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀតទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិសម្ដេចប្រធានរដ្ឋសភាបានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថានដែលបានរៀបចំនៅសន្និសីទប្រធានសភានៃអន្តរសភា ISC កាលពីខែវិច្ឆិកាកន្លងទៅដែលសន្និសីទនេះក៏បានចេញនូវសេចក្តីប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនិងបានជំរុញឲ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនោះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នាឯកឧត្តមប្រធានប្រសិទ្ធភាពប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះសម្ដេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍ដ៏កក់ក្ដៅជូនគណៈប្រតិភូនាឱកាសនេះជាពិសេសឯកឧត្តមបានអរគុណសម្ដេចតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូប្រសិទ្ធភាពប៉ាគីស្ថានយ៉ាងកក់ក្ដៅជាទីបំផុតចាប់តាំងពីពេលអញ្ជើញមកដល់កម្ពុជាឯកឧត្តមប្រធានប្រសិទ្ធភាពបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជានិងបានគូបញ្ជាក់ថាឯកឧត្តមបានអញ្ជើញមកដល់ប្រទេសកម្ពុជាចំនួន3លើករួចមកហើយពលគឺតាំងពីឆ្នាំ2019បន្ទាប់មកនៅឆ្នាំ2023ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមនៅក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជានិងលើកទី3នេះជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានប្រសិទ្ធភាពប៉ាគីស្ថានសម្ដេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានប្រសិទ្ធភាពប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងប្រសិទ្ធភាពប៉ាគីស្ថានក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានាមានដូចជាវិស័យពាណិជ្ជកម្មទេសចរណ៍អប់រំវប្បធម៌បច្ចេកវិទ្យាព័ត៌មាននិងកសិកម្មជាដើមរដ្ឋសភាកម្ពុជានិងប្រសិទ្ធភាពប៉ាគីស្ថាននឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកទាំងកម្រិតថ្នាក់ដឹកនាំកំពូលក្រុមមិត្តភាពនិងកម្រិតអគ្គលេខាធិការដ្ឋានថ្នាក់ដឹកនាំសភាទាំងពីរក៏បានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិការគោរពឲ្យតម្លៃគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួមជំរុញសុខសន្តិភាពវិបុលភាពមនុស្សជាតិមិនថាប្រទេសតូចឬប្រទេសធំនោះទេត្រូវគោរពអធិបតេយ្យភាពគ្នានិងឲ្យតម្លៃគ្នាទៅវិញទៅមកសម្ដេចប្រធានរដ្ឋសភាបានស្នើផងដែរសូមឲ្យប៉ាគីស្ថានពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរសម្ដេចរដ្ឋសភាធិបតីខុនសូដារីបានជម្រាបជូនឯកឧត្តមប្រធានប្រសិទ្ធភាពប៉ាគីស្ថានថាសម្ដេចតេជោហ៊ុនសែនបានទទួលយកសំណើរបស់ឯកឧត្តមប្រធានប្រសិទ្ធភាពនៅក្នុងការទទួលរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នៅក្នុងឆ្នាំ2026នេះថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានវិយតម្លៃខ្ពស់ចំពោះសន្និសីទប្រធានសភានៃអន្តរសភាថាជាវេទិកាអន្តរសភាមួយដ៏មានសារៈសំខាន់នៅក្នុងការលើកកម្ពស់វប្បធម៌សន្តិនិកការកសាងទំនុកចិត្តនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួមនៅក្នុងកលៈទេសៈដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើនទាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចជាដើមនោះ
សម្ដេចប្រធានរដ្ឋសភាក៏បានលើកឡើងពីសុខដុមនីយកម្មសាសនានៅកម្ពុជាដែលបានដើរតួនាទីដ៏សំខាន់សម្រាប់សុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិជាមួយគ្នានេះឯកឧត្តមស៊ីយ៉េត យូសាស រ៉ាហ្សា ហ្គីឡានី បានប្រកាសថាប៉ាគីស្ថានគាំទ្រកម្ពុជាដើម្បីក្លាយជាសមាជិកអង្គការអ៊ីស្លាម OIC ជាមួយគ្នានេះឯកឧត្តមសង្ឃឹមថាកម្ពុជានឹងបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ